បាទជំរាបសួរបងប្អូនអូថ្ងៃនេះលេងឈុតធំមកបងប្អូនបាទនេះត្រីទិញមួយសម្ាញ់បងប្អូនបាទទិញត្រីkiaមួយសម្ាញ់អស់ប្រហែល3 4 5គីឡូបងប្អូនអត់ទាន់បានធ្វើហូបឥឡូវថ្ងៃនេះបានធ្វើហូបម្ដងហើយបាទធ្វើទឹកត្រី7ទុំបន្លែយើងអាំងត្រីបងប្អូនអាណារៀងចងល់អីយើងស្រែវាចេញមកបងប្អូនព្រោះត្រីវាតាមហូបអីមិនអស់ទេបងប្អូន4 5 ដងហូប5ថ្ងៃនេះតមកអស់នេះទិញគេច្រើនសល់មិញគេមកលក់ដល់ផ្ទះឃើញល្អពេកក៏ទិញទៅបងប្អូនបាទថ្ងៃនេះក៏វាយចេញជាអាំងឲ្យបន្លែស្រស់ជាមួយនឹងជីជាមួយនឹងទឹកត្រីបុលទុំសាបងប្អូននេះទឹកត្រីល្អណាស់បងប្អូនអើយត្រីគេបូមបៀបូមបឹងណាបងប្អូនហើយនឹងទឹកវាគោកយ៉ាងគេបូមឃើញវាធូរដែរ1គីឡូ10000ជាងបងប្អូន12000 13000អីត្រី4 5គីឡូចែកមកស្មើនឹងថ្លឹងមកស្មើតិចឃើញតិចមានដែរបងប្អូនហើយ3 4គីឡូមានទៀតអស់4 5ម៉ឺនជាងតែនេះអារៀងតងល់អីយើងកុំទុកវាអញ្ចឹងយើងអាំងវាហើយបងប្អូនស្រែវាហើយបាទហើយក៏ចាប់ដាក់អាំងហើយបងប្អូនហើយនេះធ្វើទឹកត្រីពុលទុំប្រើបងប្អូនបាទសាមញ្ញទៅបងប្អូនទឹកត្រីទឹកអ៊ីវស្គរប៊ីចេងចឹងមកទឹកត្រីពុលទុំយើងបាទទឹមក្រហមទឹមសចឹងមកបងប្អូនអូអានេះដើរគ្នាជាមួយនឹងបន្លែបងប្អូនផ្ទាប់ពិសេសខ្ញុំចូលចិត្តគេអាជីគេហៅជីផ្ពាល់ត្រីបងប្អូនខាងបងប្អូនហៅមិនអីជីហ្នឹងជីផ្ពាល់ត្រីហ្នឹងគឺខ្ញុំចូលចិត្តផ្ទាប់ជាមួយនឹងត្រីអាំងត្រីបំពងយកនេះបងប្អូននេះដាក់អាំងមកឆ្អើធំប៉ុន្តែអូក្មេងៗគាត់ចូលចិត្តមិនចូលចិត្តត្រីទេគាត់ចូលចិត្តតែសាច់ចឹងអានេះអាច2នាក់នឹងភរិយារបស់ខ្ញុំហើយបងប្អូនអូដំណើរដល់បងប្អូនឡើងឆ្អិនបាត់ហើយបងប្អូននេះអត់ត្រូវអាចចង្ក្រាននៅក្បែរក្រោយផ្ទះហ្នឹងស្រួលចង្ក្រាននៅចិត្តទលឹងតឹងបាទទលឹងតឹងវាអស់ផ្លែបងប្អូនមើលបាទរយៈហ្នឹងឥឡូវទៅចាប់ក្តាប់ឡើងវិញឥឡូវយើងសេរី7ទុំធន់បងប្អូនមានត្រីក្រាញមានត្រីដែងមានត្រីផ្ទុកបាទមាន3មុខនេះគឺល្ងាចនេះអាចនឹងរៀងទុនថ្មិញទេបងប្អូនបាទខាងខ្ញុំគេហៅទុនថ្មិញទៀតត្រីនេះបងប្អូននេះឡើងទំនងមួយចានធំនេះគឺហូបមិនអស់ហើយទឹកត្រី7ទុំយើងរៀងប៉ិទៀតអូនិយាយទំនងបងប្អូនហើយសុកស្រែគឺមកហូបនេះគឺលេខ1ហើយយកសាច់មាន់សាច់ជ្រូកអីអត់ដូរទេបងប្អូននេះបន្លែយើងមានបង្កច្រែងធំមកខ្ញុំដាក់មួយចានមកសិនទេបងប្អូនបាទធ្វើបានបន្លែបង្កច្រែងខ្ញុំធំខ្ញុំតែធ្វើឲ្យគឺមិនដល់តិចឯបន្លែមកហូបហាតែខ្ញុំសុកចិត្តឲ្យសល់កុំឲ្យខ្វះបងប្អូនព្រោះយើងវាកូនវាច្រើនណាយើងតែមួយយើងហូបមកហូបគឺចូលចិត្តមិនចង់ឲ្យខ្វះគឺឲ្យសបោចឹងបាទយើងរកមកដើម្បីហូបហ្នឹងកុំយកលុយឲ្យពេទ្យច្រើនពេកបងប្អូនបាទមានប៉ុណ្ណេះទេបងប្អូនបាទអរគុណច្រើនបងប្អូនមកចូលរួមមួយគ្នា